មិនបាននៅក្នុង page FIFA Cup មានអ្នក react ច្រើនម្ល៉េះឥឡូវពូយើងលើកយករឿងបញ្ហា FIFA World Cup យកមកនិយាយហេតុអីបាននៅលើ page official របស់FIFA Cup មានអ្នក react ខឹងខ្លាំងមែនតើបងត្រីកម្លៃមូលហេតុការប្រកួតនេះវាមើលទៅអាចថាវា unfair ដោយករណីអាមេរិកប៉ះជាមួយនឹង Belgium អញ្ចឹងវាអត់ដែលមានច្បាប់បាល់ទាត់ម៉ែអាណាឲ្យការកំហុសកីឡាករ Florence Balogun របស់អាមេរិកហើយដល់ពេលអាមេរិកត្រូវឡើងមកជួប Belgium វា16ក្រុម Donald Trump ដែលជា President របស់អាមេរិកអន្តរាគមន៍ទៅប្រធាន FIFA លោក KNTV នេះឲ្យដកការកំហុសចេញមកវិញវាអត់ដែលមានហើយ TV នេះដោយសារតែទទួលរងសម្ពាធពីប្រធានាធិបតីរបស់អាមេរិកលោក Donald Trump ទៅយកហេតុផលមកច្បាប់ FIFA ណាត្រូវបានលើកលែងអាហ្នឹងវាធ្វើឲ្យ FIFA គឺកាន់តែធ្លាក់ចូលប្រជាប្រិយភាពហើយធ្វើឲ្យក្លឹបបាល់ទាត់ធ្វើឲ្យប្រទេសដែលជាសមាជិករបស់ FIFA ហ្នឹងគឺលែងមានការគោរពចំពោះ FIFA ដែលជាសហព័ន្ធបាល់ទាត់ដ៏ធំនៅលើពិភពលោករឿងទី1រឿងទី2បញ្ហាផ្សេងទៀតដែលកើតមាននៅក្នុងការប្រកួតតាំងពីវគ្គគ្រប់ stage មកវគ្គគ្រប់ stage វគ្គ32ក្រុមវគ្គ16ក្រុមចុងវាមានការប្រកួតខ្លះវាធ្វើឲ្យកីឡាករវាធ្វើឲ្យគ្រូបង្វឹកមិនសប្បាយចិត្តជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលឧទាហរណ៍ដូចយូរមិញអញ្ចឹងយើងលើកយកការប្រកួតរបស់អសង្ឃទៀតជាមួយបែលហ្សិកតាមរយៈការប្រកួតយូរមិញវគ្គ16ក្រុមចុងក្រោយក្រុមអសង្ឃទៀតជាមួយនឹងអេស៊ីបតើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលយូរមិញនេះវាសុក្រិតបានដល់កម្រិតណារហូតធ្វើឲ្យផ្ទុះការតវ៉ាយ៉ាងក្តៅកគុករវាងគ្រូបង្វឹករបស់អេស៊ីបទៅលើអាជ្ញាកណ្ដាលកាត់សេចក្តីយូរមិញកំហុសខ្សែការពាររបស់អសង្ឃទៀតលោកទៅលើសាឡាស់ក៏អាជ្ញាកណ្ដាលមិនឆែកគ្រាប់បាល់ដែលអេស៊ីបទាត់ចុះអសង្ឃទៀតក៏អាជ្ញាកណ្ដាលដកយកទៅវិញអញ្ចឹងអាបញ្ហាធំពេកខ្លះវាធ្វើឲ្យការប្រកួតហ្នឹងគឺវាអត់មានសុក្រិតភាពវាអត់ fair នៅលើការប្រកួតដោយហ្គេមយប់មិញនឹងចាក់កាត់នៅជាស្ដែងដល់ពេលប្រជាជនអេស៊ីបមិនថាតែអេស៊ីបទេអ្នកមើលបាល់ទាត់យប់មិញលើសពីប្រហែលដូចជា300លានអ្នកជាងជុំវិញពិភពលោកគេរិះគន់ខ្លាំងទៅលើ FIFA រហូតដល់ប្រធាន FIFA មេ FIFA នេះលោក GMTV នេះធ្វើចូលកាន់ទង់ជាតិអេស៊ីបខ្ញុំស្រឡាញ់អេស៊ីបណាស់ខ្ញុំមិនកាន់ជើងអសង្ឃទីនទេមានន័យអីគាត់តែថតរូបមកស្លឹកឲ្យកាន់ទង់ជាតិអេស៊ីបនឹងប្រាប់ថាខ្លួនឯងនឹងស្រឡាញ់អេស៊ីបណាស់ខ្លួនឯងនឹងឈរនៅកណ្ដាលមិនលំអៀងទៅខាងភាគីណាមួយប៉ុន្តែការប្រកួតវាចប់បាត់ហើយហ្នឹងកន្លែងហ្នឹងដែលធ្វើឲ្យអ្នកគ្រប់គ្រងជុំវិញពិភពលោកគេចុច react ខឹងហើយសឹងថា report page player official របស់ FIFA ទៀតវាចម្លែកអញ្ចឹង FIFA អត់ដែលមានបញ្ហាទេធ្វើនៅមក2006ធ្វើនៅអាហ្វ្រិកខាងត្បូងឆ្នាំដែលអេស្ប៉ាញលើកពានក៏អត់មានបញ្ហា2006ឆ្នាំអ៊ីតាលីលើកពាន2010អេស្ប៉ាញលើកពាន2014អាល្លឺម៉ង់លើកពាន2018បារាំងលើកពាន2022នៅកាតាអាសង់ទីនលើកពានសុទ្ធតែអត់ដែលមានបញ្ហាអីវាធំដុំដែលធ្វើឲ្យបដាអ្នកគ្រប់គ្រងនៅជុំវិញពិភពលោកគេខឹងគេស្អប់គេប្រតិកម្មនឹង FIFA តែលើកនេះធ្វើលើទឹកដីប្រទេសមហាអំណាចអានេះវាមិនមែនត្រឹមរឿងកីឡាគឺវាទាញនយោបាយចូលមកទៀតពូលើករណីនយោបាយដោយករណីរងអញ្ចឹងគ្នាវាត្រូវលេងនៅលើទឹកដីអាមេរិកវា32ក្រុមឲ្យគ្នាលេងចប់ហើយឲ្យគ្នាប្រមូលអីវ៉ាន់ប្រទេសប្រតាប់ដេញគ្នាឲ្យឡើងយន្តហោះត្រឡប់ទៅដេកនៅមិចស៊ិកវិញត្រឡប់ទៅដេកនៅកាណាដាវិញឲ្យទៅមិចស៊ិកវិញនោះអាហ្នឹងវាពាក់ព័ន្ធនឹងរឿងនយោបាយបាត់ហើយទទួលស្គាល់ថាស្ថានភាពឥឡូវអាមេរិកជាមួយអ៊ីរ៉ង់វាអត់ទាន់ធូរស្បើយទេវានៅតានតឹងវានៅឡើងកម្ដៅចាប់តាំងពីមានចំនួនប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដែលដឹកនាំដោយ
អាមេរិកនឹងសម្ព័ន្ធមិត្តអ៊ីស្រាអែលបានការវាបហាទៅលើប្រទេសអ៊ីរ៉ង់តែកីឡាវាធ្វើឲ្យបាត់បង់នៅអាមិត្តភាពបាត់បង់នៅការយោគយល់អធ្យាស្រ័យបាត់បង់នៅសន្តិភាពបាត់បង់នៅសេរីភាពហើយទាញរឿងនយោបាយចូលអាមេរិកចង់បានន័យថាការធ្វើសិទ្ធិម្ចាស់ផ្ទះលើកហ្នឹងគឺអាមេរិកជាអ្នកអាកាត់ទាំងអស់ហ្មងចង់បង្ហាញខ្លួនឯងថាមិនត្រឹមតែជាមហាអំណាចពិភពលោកខាងផ្នែកយោធាខាងផ្នែកសពាវុធគឺគ្រប់គ្រងបានទាំង FIFA ដែលជាកីឡាស្ថាប័នកីឡាដ៏ធំនៅលើពិភពលោកថែមទៀតវាមានន័យអីវាអាក្រក់មើលពេកកីឡាករដែលទទួលបានកាតក្រហមហើយបែរជាត្រូវបានអន្តរាគមន៍ពីមេដឹកនាំពីប្រធានាធិបតីរបស់អាមេរិកលោក Donald Trump ស្នើឲ្យប្រធាន FIFA ដកកាតក្រហមមកវិញហើយសួរថាអាញាកដាលអាប៊ីតនឹងហ៊ានជាមួយមេ FIFA មែនអានេះសត្វតែលុតពីលើមក Donald Trump ទូរស័ព្ទទៅ Gayane Tiffany ថាអូខេគ្រប់មេហ្នឹងហើយអត់អីមេចាំខ្ញុំរៀបចំជូនមេឃើញទេឯងមើលសេរីអាកាសក្រហមFlorence Bolagan ហ្នឹងដកវាចេញមកហើយឯងយកហេតុផលមួយប្រាប់ទៅថាច្បាប់បង្កើតថ្មីកីឡាករអាចមានសិទ្ធិគេចផុតពីការក្រហមបានអានេះគេទៅបង្កើតណែអញ្ចឹងដល់ថ្នាក់វាកើតមានអញ្ចឹងហើយសូម្បីតែនេះឥឡូវនេះបារាំងក៏ស្នើទៅFIFA ដូចគ្នាឲ្យដកកាតលឿងអូលីសេចេញមកចឹងឥឡូវអូលីសេមានកាតលឿងមួយហើយឃើញទេចុះបើមានករណីអាដកកាតខំបលកាតរបស់អាមេរិកពេលប៉ះបែលសិចអីឥឡូវបារាំងគេស្នើដែរជាមួយ FIFA ថាម៉េចចឹងវាធ្វើឲ្យសមាជិករបស់ FIFA ប្រទេសផ្សេងទៀតគេអត់សប្បាយចិត្តចឹងបានឯងដកកាតក្រហមចេញបានចុះហេតុអីបានគេមិនហ៊ានស្នើទៅក្រុមការងារកីឡាកររបស់គេដកកាតដូចគ្នាបានបើដល់ថ្នាក់ករណីកាតក្រហមដកចេញឃ្លាចេញបានហ្នឹងឥឡូវអូលីសេ FIFA ការពិតណាមិនមែន FIFA ចង់ធ្វើរឿងនឹងមកទេតែវាមានសម្ពាធពីមេដឹកនាំពីអាមេរិកមកហ្មងប្រជុំធ្វើម្ចាស់ផ្ទះរួមគ្នាសហម្ចាស់ផ្ទះ3ម្ចាស់ផ្ទះអាញ៉ៃឥឡូវយើងទៅឡើងក្រុមហើយ32ក្រុមឥឡូវមេ FIFA ឯងធ្វើម៉េចលេងឲ្យយូរហើយដាក់ក្រុមឲ្យច្រើនដល់មេ FIFA នេះធ្លាប់តែលេង32ក្រុមតាំងពីណាពីមកពីបរមរាមមកតាំងពីមុនអាប៉ូតទៀតមុនសង្គ្រាមលោកទៀតឥឡូវនេះមកបង្កើនក្រុមដល់48ក្រុម48ក្រុមហើយសិតតែបែងចែកទៀតវគ្គចែកពូលបែលហ្សិកមេស៊ីកូឲ្យលេងនៅទឹកដីឯងកាណាដាឲ្យលេងនៅទឹកដីឯងណាចែកគ្នាអញ្ចឹងចាប់ពីវគ្គ32ក្រុមទៅហើយធ្វើមកលេងលើទឹកដីទាំងអស់អញ្ចឹងអាមេរិកប្រមូលមកទាំងអស់32ក្រុមវគ្គចែកពូលប្រទេសណាមានការប្រកួតគឺលេងតាមប្រទេសរៀងខ្លួន3ប្រទេសហ្នឹងអាមេរិកគេលេងនៅអាមេរិកមកកាណាដាគេលេងតាមពូលរបស់គេមកមេស៊ីកគេលេងតាមមេស៊ីកូរបស់គេមកដល់ទៅវគ្គ32ក្រុមអាមេរិកប្រមូលមកទាំងអស់គាត់នៅចំណូលនៃការលុបសិទ្ធិផ្សព្វផ្សាយ World Cup រយៈពេល39ថ្ងៃហ្នឹងគិតចាប់ពីថ្ងៃបើកការប្រកួតរហូតដល់ថ្ងៃបិទថ្ងៃ19ខែហ្នឹង FIFA ប្រមូលគេគាត់គេ estimate ជាង$1200 លានអានេះគាត់ FIFA ទទួលបានពីសម្បត្តិអស់ទាំងហ្នឹងហើយនៅអាមេរិកឥឡូវមិនបាច់គិតថាវគ្គចែកពូលទេអាមេរិកគាត់នៅវគ្គ32ក្រុមនេះអាមេរិកគាត់ estimate មើលរហូតដល់ថ្ងៃ final ការស្នាក់នៅតាមសន្តាគារការចំណាយផ្សេងរបស់អ្នកគ្រប់គ្រងភ្ញៀវទេសចរជុំវិញពិភពលោកដែលទៅមើល FIFA World Cup ចំណូលគឺលើសពី$3 លានឡើងទៅហ្នឹងគឺជា business ដែលអាមេរិកក្តោបយកហ្មងសួរតែកាណាដាហ៊ានទេសួរតែមេស៊ីកូហ៊ានអត់មានណាហ៊ានទេចុះបើបងធំកាត់ឲ្យហ៊ានទៀតហ៊ានឯងចុយម៉ាយទៅហើយអញបងឯងបើត្រាំនិយាយចឹងហើយហ៊ានមេដឹកនាំមេស៊ីកូទៅហ៊ានមួយមេដឹកមេហ៊ានជាមួយมึงបងត្រាំកាណាដាមិនហ៊ានជាមួយបងត្រាំអត់ហ៊ានទេអត់កុំលេងហើយទីសោតគ្រាន់តែពុកទីកាលធ្លាក់ចេញពីវគ្គ16ក្រុម
ក្រោយបរាជ័យចាញ់ក្រុមកោជលអេស្ប៉ាញ1-0 វគ្គ 16 ក្រុមឥឡូវនេះតម្លៃសម្បត្តិធ្លាក់ចុះយ៉ាងគំហុកសម្បត្តិជាមធ្យមតម្លៃ$2,500 $2,500 ជាងមួយសន្លឹកឥឡូវធ្លាក់នៅសល់$1,200 អ្នកគ្រប់ត្រូលដែលទិញសម្បត្តិតាមរយៈ app ទុកមើលការប្រកួតវគ្គ 8 ក្រុមចុងក្រោយឡើងទៅគេសង្ឃឹមថាគេរំពឹងថាប៉ុកទីហ្គាល់នឹងឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយប៉ុន្តែក្រោយពីធ្លាក់ចេញត្រឹមវគ្គ 16 ក្រុមចាញ់ក្រុមកោជលអេស្ប៉ាញសម្បត្តិបានកលាប់ចាក់ហ្មងអ្នកគ្រប់ត្រូលបានលក់សម្បត្តិនឹងចេញវិញទិញ$2,500 ជាងឥឡូវលក់តែ$1,000 នេះវាធ្លាក់ចុះហ្មងហើយអ្នកគ្រប់ត្រូលគឺអស់អារម្មណ៍មើលហ្មងគេរំពឹងថាការប្រកួតនោះនឹងមានវត្តមានរបស់ប៉ូទុយហ្គាល់នេះហើយគឺជាឥទ្ធិពលរបស់ Cristiano Ronaldo ការប្រកួត World Cup លើកហ្នឹងអ្នកគ្រប់ត្រូលបាល់ទាត់គឺគេចង់មើលណា Terry Maxey គេចង់មើល Ronaldo បង្ហាញខ្លួនលើកចុងក្រោយពួកគេដឹងថា World Cup ហ្នឹង World Cup ចុងក្រោយរបស់គាត់ហើយវាអត់ដែលមានប្រវត្តិសាស្ត្របាល់ទាត់ណាវគ្គចែកពូលគ្រាន់តែវគ្គចែកពូលសម្បត្តិត្រូវបានដាក់លុះអស់មុនរយៈពេល2អាទិត្យប៉ុកទីហ្គាល់គ្រាន់តែវគ្គចែកពូលប៉ុកទីហ្គាល់លេងជាមួយ Congo ប៉ុកទីហ្គាល់លេងជាមួយ Colombia ប៉ុកទីហ្គាល់លេងជាមួយ Uzbekistan សម្បត្តិគឺត្រូវបានដាក់លុះគ្មានសល់សូម្បីតែមួយសន្លឹកនេះគឺដោយសារតែឥទ្ធិពលរបស់ Cristiano Ronaldo សួរថាការប្រកួត World Cup ហ្នឹងអ្នកគ្រប់ត្រូលគេចង់មើលទេណាគឺចង់មើលប៉ុកទីហ្គាល់លេងតែដល់ពេលឥឡូវនេះការរំពឹងទុកថាប៉ុកទីហ្គាល់នឹងចូលទៅវគ្គជ្រៅនេះវាបែរជាកលាប់ចាក់មកធ្លាក់ទៅវគ្គ 16 ក្រុមអញ្ចឹងសម្បត្តិជាង 60% អ្នកគ្រប់ត្រូលលក់វិញហ្មងខាតហើយទិញ$2,500 ពី$2,600 មួយសន្លឹកលក់ឲ្យ$1,000 ទៅវិញណាវាមិនមែនថាអត់មានអ្នកមើលទេវានៅដែរតែគាត់ថាវាកាត់ជាងពាក់កណ្ដាលនឹងដោយសារតែឥទ្ធិពលរបស់ Cristiano Ronaldo វាចម្លែកខ្លាំងណាស់វា World Cup ហ្នឹងគឺវាប្លែកហ្មងណាគឺវាប្លែកហ្មងប្លែកដល់ថ្នាក់មានច្បាប់អាកាតក្រហមក៏ដកចេញបានឯងទៅមានអីទៀតហើយដល់ថ្នាក់កាតក្រហមដកចេញបានហើយវាអូសាហាវដូណាល់ត្រាំក៏ចង់ធ្វើអីក៏បានដែរគ្រាន់តែអាមេរិកលេងជាមួយបូស្នីម៉ែអើយS32 S35 S22 Raptor ហោះជុំវិញ Stadium ហ្មងថ្ងៃហ្នឹងផងដាក់ទាំង B2 Spirit ផងអាមេរិកគេចង់គេចង់បង្ហាញថាគេមាន S35 ថាគេមាន S22 Raptor ណែថ្ងៃ Donald Trump ទៅមើលនេះថ្ងៃផ្ដាច់ព្រាត់ចុងក្រោយនេះប្រសិនបើការប្រកួត Final គេផ្ដាច់ព្រាត់នេះយើងវាអត់ទាន់ដឹងថាក្រុមណាឡើងទៅផ្ដាច់ព្រាត់ទេណាថ្ងៃហ្នឹងប្រសិនបើ Trump ទៅមើលសូមអាចនឹងយក B2 Spirit ហោះកវ៉ែលទៀតព្រោះហ្នឹងគេការពារប្រព័ន្ធសុវត្ថិភាពគេខ្លាំងណាស់ព្រោះមេដឹកនាំកម្ពុជាពិភពលោក Donald Trump គាត់ទៅ